កម្ពុជាអាចមានប្រជាជនវ័យក្មេងថយចុះប្រជាជនវ័យចំណាស់កើនឡើងនៅឆ្នាំ2050ក្នុងរយៈពេល24ឆ្នាំទៀតពលគឺនៅឆ្នាំ2050ប្រជាជនវ័យក្មេងរបស់កម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានចំនួនថយចុះខណៈដែលចំនួនប្រជាជនវ័យចំណាស់នឹងមានការកើនឡើងទាក់ទងទៅនឹងបញ្ហានេះអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានផ្ដល់យោបល់ឲ្យរាជរដ្ឋាភិបាលពង្រឹងនៅចំណុចមួយចំនួនក៏ដូចជាបង្កើតកម្មវិធីមួយចំនួនផងដែរយោងតាមសារលិខិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងទិវាប្រជាជនពិភពលោកលើកទី37 11កក្កដា2026បានឲ្យដឹងថារបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ2024ប្រជាជនកម្ពុជាមានចំនួន17.3 លាននាក់ក្នុងនោះប្រជាជនវ័យក្មេងក្រោមអាយុ15ឆ្នាំមានចំនួន26.8%វ័យ15ឆ្នាំដល់34ឆ្នាំមានចំនួន34.6%វ័យ35ឆ្នាំដល់64ឆ្នាំមានចំនួន32.1%និងវ័យ65ឆ្នាំឡើងមានចំនួន6.5%ប៉ុន្តែទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យមបានបង្ហាញថាប្រជាជនកម្ពុជានឹងកើនឡើងដល់ប្រហែល24លាននាក់នៅឆ្នាំ2050ក្នុងនោះប្រជាជនវ័យក្មេងក្រោម15ឆ្នាំនឹងមានការថយចុះដល់21.8%វ័យ15ឆ្នាំដល់34ឆ្នាំនឹងថយចុះដល់28.2%ខណៈដែលប្រជាជនវ័យ35ឆ្នាំដល់64ឆ្នាំនឹងកើនឡើងដល់37.2%និងវ័យ65ឆ្នាំឡើងនឹងកើនឡើងដល់12.7%យោងតាមសារលិខិតរបស់សម្ដេចនាយករដ្ឋមន្ត្រីដដែលបានឲ្យដឹងបន្តថាការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះបានបញ្ជាក់យ៉ាងច្បាស់ថាពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះប្រសិនបើខកខានមិនបានផ្ដល់ឱកាសនឹងការគ្រប់គ្រងដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ននេះទេកម្ពុជានឹងប្រឈមនឹងបញ្ហានានានាពេលខាងមុខដូចជាការមិនទទួលបាននៅភាគលាភប្រជាសាស្ត្រទី2កង្វះកម្លាំងពលកម្មជំនាញនិងការកើនឡើងនៃបន្ទុកសេដ្ឋកិច្ចនិងសង្គមដោយសារតែកំណើនប្រជាជនវ័យចំណាស់លោកបណ្ឌិតជ័យតិចអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានមានប្រសាសន៍ប្រាប់រំដួល TV News ថានាពេលបច្ចុប្បន្ននេះប្រជាជនកម្ពុជាមានប្រមាណជាង17លាននាក់ដោយមានកម្លាំងពលកម្មប្រមាណ10លាននាក់ដែលស្មើនឹងជាង80%នៃចំនួនប្រជាជនសរុបនេះគឺជាសក្តានុពលមួយរបស់កម្ពុជាដែលមានកម្លាំងពលកម្មច្រើនបំផុតនៅក្នុងតំបន់លោកបណ្ឌិតជ័យតិចបានបន្ថែមថាដោយសារតែកម្រិតនៃកំណើនប្រជាជនកម្ពុជាមានចំនួនទៀតដែលធ្វើឲ្យកម្លាំងពលកម្មរបស់កម្ពុជានឹងមានការថយចុះនៅឆ្នាំ2050ហើយចំនួនប្រជាជនវ័យចំណាស់នឹងមានការកើនឡើងស្ថានភាពបែបនេះនឹងក្លាយជាបញ្ហាមួយក្នុងដំណើរសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាបង្កើនបន្ទុកសម្រាប់សង្គមដើម្បីដោះស្រាយបញ្ហាទាំងនោះអ្នកស្រាវជ្រាវរូបនេះបានផ្ដល់យោបល់ឲ្យរាជរដ្ឋាភិបាលក៏ដូចជាដៃគូអភិវឌ្ឍន៍នានាគិតគូរពីយុទ្ធសាស្ត្រពង្រឹងសមត្ថភាពកម្លាំងពលកម្មនិងពង្រឹងការទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្មបន្ថែមទៀតដូច្នេះទេរាជរដ្ឋាភិបាលក៏ដូចជាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធត្រូវតែរៀបចំនូវយុទ្ធសាស្ត្រក្នុងការពង្រឹងមានន័យថាកម្លាំងពលកម្មថយចុះប៉ុន្តែយើងពង្រឹងនៅសមត្ថភាពរបស់គាត់បណ្ដុះបណ្ដាលទាក់ទងនឹងចំណេះជំនាញក៏ដូចជាវិស័យ digital ជាដើមបាទដើម្បីបង្កើននូវផលិតភាពមានន័យថាយើងនៅសល់កម្លាំងពលកម្មទាបជាងមុនប៉ុន្តែយើងអាចទទួលបានផលិតភាពខ្ពស់ជាងមុនដោយសារតាមរយៈការពង្រឹងនៅវិស័យអប់រំការពង្រឹងនៅ TVET បាទគេហៅថាការបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយក៏ដូចជាប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា digital ជាដើមបាទដូច្នេះទេគាត់នឹងអាចបង្កើននូវផលិតកម្មក៏ដូចជាការពង្រឹងបន្ថែមទៅលើការតាក់ទាញការវិនិយោគហើយនឹងផលិតកម្មទៅលើវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាមធ្យមបច្ចេកវិទ្យាខ្ពស់ហើយនឹងគេហៅថាការកែច្នៃផ្សេងៗដែលបង្កើននូវផលិតភាពបង្កើននូវតម្លៃបន្ថែមជាមួយគ្នានេះដែរលោកបណ្ឌិតជ័យតិចក៏បានជំរុញឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីគាំពារសង្គមសម្រាប់មនុស្សវ័យចំណាស់ពិសេសទៅលើសុខុមាលភាពនិងជីវភាពរបស់ពួកគាត់បន្ថែមពីលើនេះក៏គួរតែបង្កើតកម្មវិធីលើកទឹកចិត្តឲ្យប្រជាជនរៀបអាពាហ៍ពិពាហ៍និងបង្កើតកូនឲ្យមានតុល្យភាពរវាងមនុស្សវ័យចំណាស់ជាមួយនឹងមនុស្សដែលកើតថ្មី